ួរប្រិមិត្តនៅក្នុងYouTube ចំណែកមេកានិកមកនៅនេះយើងមកបកស្រាយអំពីចម្ងល់និងសំណួរជាច្រើនរបស់បងប្អូនដែលបានខមមិនសួរមកក្នុង channel យើងខ្ញុំអំពីការរៀបចំដាក់ AVR បងប្អូនខ្លះបានសួរខ្ញុំថាដាក់ AVR ឌីណាម៉ូ5គីឡូបានអត់បាទចម្លើយគឺបានchannel មួយទៀតបានសួរថាចុះឌីណាម៉ូ3ហ្វាដាក់បានអត់គឺបានមិនរើសឌីណាម៉ូទេខ្ញុំចង់បកស្រាយចម្ងល់ថាហេតុអីក៏ចាំបាច់ប្រើ AVR គឺជាប្រព័ន្ធឧបករណ៍អេឡិចត្រូនិកមួយដែលវាមានរំងាស់ភ្លើងក្នុងភ្លើងរបស់វាគឺយើងតកតងវាមានវ៉ាយ៉ាប់យ៉ាងនេះចំនួន4មានវ៉ាយ៉ាប់វ៉លមានវ៉ាយ៉ាប់6ពីដើមកន្លងមកឌីណាម៉ូរបស់យើងវាជាប្រភេទឌីណាម៉ូអានេះមួយហ្វាអានេះឌីណាម៉ូ3ហ្វាឌីណាម៉ូយើងពីដើមយើងប្រើយ៉ូតនេះយ៉ូតមកចិញ្ចឹមធ្យូងកលេកទ័រនេះអានេះបូកនេះដកដែលមានភ្លើងចន្លោះពី50ទៅ60វ៉ុលចេញពីសបកនេះមកមកចូលយ៉ូតជើង4មួយសិនអានេះខ្ញុំអត់បានគូយ៉ូតទេចូលមកយ៉ូតជើង4វាបំលែងភ្លើងទៅជាភ្លើងនេះភ្លើងដែលមានបោកដកពីមុនមកវាចេញពីភ្លើងអល់តែនេទីកភ្លើង AC ភ្លើងចរន្តឆ្លាស់ចេញពីសបកមកចូលក្នុងយ៉ូតបង្កើតបានទៅជាភ្លើងមានហេតុចរន្តជាប់បោកដកមកចូលក្នុងធ្យូងភ្លើងនេះបានរត់ចូលទៅក្នុងបណ្ដោឌីណាម៉ូយើងនេះបង្កើតបានទៅជាដុំដៃឆក់មួយក្នុងឌីណាម៉ូយើងមាន4ដុំអញ្ចឹងមានដុំ S N ចំនួន4ដុំហ្នឹងនៅពេលដែលវាចាប់ផ្ដើមមានចលនាវិលវាបង្កើតបានជាចរន្តភ្លើងចេញមកនេះភ្លើង220ប៉ុន្តែឌីណាម៉ូយើងនៅពេលដែលជុំរបស់វាហ្នឹងឡើងកាន់តែច្រើនទៅវ៉ុលសបកនេះក៏កាន់តែច្រើនដែរឧទាហរណ៍ថានៅក្នុងនេះគេសេដាក់ថា200សិតដុតល្អគេដាក់ថា220ឬក៏230វ៉ុល50 អាប់នេះទាំងភ្លើងនេះដែលគេដាក់ហ្នឹងគឺនៅពេលដែលសិចរបស់វាដល់50គឺវាចេញភ្លើងបានប៉ុណ្ណឹងប៉ុន្តែដល់ជុំមកនេះយើងរួមម៉ាស៊ីនឡើងថែមទៀតវាកាន់តែញាប់នេះមិនមែន50ទេវាឡើងទៅដល់60ដល់7ដល់8អានេះភ្លើងឡើងទៅដល់300ទៅដល់400វ៉ុលកាន់តែច្រើនកាន់តែភ្លើងចេញកាន់តែច្រើនអញ្ចឹងធ្វើឲ្យឧបករណ៍របស់យើងដែលពិសេសគឺឧបករណ៍ដែលប្រើដុំភ្លើងនិងប្រើនិយាយទៅជារួមឲ្យប្រភេទភ្លើងដែលគេដាក់ភ្លើងទទួលចូល220
យើងទៅ230ពេលដែលយើងភ្លើងឲ្យលើសវារហូតដល់300សួរថាតើវានៅអត់វានៅទៅវាឆេះហើយក៏គេវាមិននៅទេឆេះឧទាហរណ៍ថាអំភ្លីភ្លើងចូលអាចនឹងឆេះដុំភ្លើងហើយវល់របស់អំភ្លីនោះនៅពេលដែលវាបំលែងភ្លើង DC ទៅចិញ្ចឹម transistor ឧទាហរណ៍ transistor នៅក្នុងដុំភ្លើងមួយវាមានតង់ស្យុកត្រឹម12 V ទេតែដល់ទៅពេលភ្លើងវាឡើងទៅដល់24ត transistor នឹងនៅអត់វាអត់នៅទេ transistor នឹងប្រកាសជាឆេះដុំភ្លើងនឹងមួយឆេះដូច្នេះបានគេឲ្យគេធ្វើ AVR នេះ AVR នេះមានតួនាទីរបស់វាគឺភ្លើងយើងយកភ្លើងពីសម្បករបស់វាមកចាប់ភ្ជាប់នេះកន្លែង N មួយខាងដល់មួយខាងនេះខ្សែណើតនេះខ្សែហ្វាអញ្ចឹងនៅក្នុងនោះគឺភ្លើងវាចេញមក60 V ឬក៏50 V មកចិញ្ចឹមបណ្ដូលនេះគឺភ្លើងនេះគឺថេរនឹងទោះបីជាយើងខំរោនេះឡើងខ្លាំងដល់ប៉ុណ្ណាក៏ដោយគឺភ្លើងវានៅតែប៉ុណ្ណាភ្លើងនៅតែប៉ុណ្ណឹងតែសិចនេះឡើងណាសិចអាចឡើងទៅដល់60មិនបង5រូម៉ាស៊ីនឡើងទៅទៀត52 53 54 55ដល់60តែភ្លើងអានេះនៅកណ្ដៅណាដល់ទៅណាទេអញ្ចឹងហើយបានគេមកកើតទៅនឹងតែយើងធ្វើមិនបានយើងកំណត់វល់នេះបានត្រូវគឺយើងតាក់ទងនឹងវារីយ៉ាបនេះយើងកំណត់វល់អាស្រ័យយើងការកំណត់វល់ឲ្យវាយើងថាកំណត់ឲ្យវា230តែបើសិនជាជុំឌីម៉ូរបស់យើងនៅក្រោម50សិចអានេះវាអត់គ្រប់230វាធ្លាក់នៅ180អីហ្នឹងប៉ុន្តែនៅពេលដែលចឹងចាប់ដើមរੂម៉ាស៊ីនឡើងអានេះវាអត់ឡើងទេវាឡើងតែ10នាទីណាឡើងតែ10នាទីតែជុំនៅដែរអវល់នៅដែរអញ្ចឹងបានគេឲ្យប្រើ AVR នេះដើម្បីឲ្យយើងឆេះដុំម៉ាស៊ីនរោងងោងភ្លើងចេញមកគ្រប់ឆេះដុំម៉ាស៊ីនរោងងោងភ្លើងមកចេញមកគ្រប់បន្ទាប់មកបានយើងត្រូវមានការទៅទិញឧបករណ៍ពីរសម្រាប់យើងមើលដើម្បីអីនៅពេលយើងមើលសិចភ្លើងចេញ230ម៉ែត្រតែយើងមើលសិចឲ្យបាន50ទៅ52 53នេះនៅក្នុងចន្លោះនេះគឺ complete គឺអានេះផ្សេងកង់បើសិនជាយើងសេរីនេះ230ប៉ុន្តែយើងយកសិចរបស់វានេះបាន45សិចទីនេះឧបករណ៍របស់យើងអ្នកប្រើដែលទទួលភ្លើងចេញពីវាទៅអាចសំឡេងមិនល្អសំឡេងញ័រសំឡេងជាដើមដោយសារសិចរបស់វាប្រូខ្លះយឺតវាអត់គ្រប់ណាអានេះគ្រប់ល្អគឺ50នៅក្នុងចន្លោះ50 60 53ហ្នឹងគឺភ្លើងបណ្ដាច់គឺល្អប្រើណាឧបករណ៍យើងគឺធានានឹងប្រើល្អអត់មានបញ្ហានេះខ្ញុំបញ្ជាក់ពីចំណុចទី1ចំណុចទី2បងប្អូនសួរថាតើឌីណាម៉ូ3ហ្វាអាចប្រើ AVR បានដែរឬទេបានតែថាគឺបានណាអានេះ3ហ្វាណា3ហ្វាណា3ហ្វាវាមាននៅនេះមួយណាវាមានអងដោយអត្រអញ្ចឹងនៅក្នុងភ្លើងតែ3ហ្វាហ្នឹងគឺយើងយកនៅមួយមកភ្ជាប់អានេះចំណុចនេះហើយនឹងខ្សែហ្វាខ្សែមួយណាក៏បានដែរឲ្យតែក្នុងខ្សែ220ចូលមកនេះឲ្យមកយើងនឹងបានភ្លើងមកចិញ្ចឹមបតូនេះហើយយល់ទេបងប្អូនហ្នឹងខ្ញុំបញ្ជាក់ចំណុចទៅហ្នឹងដូចមក3ហ្វាគឺយើងចាប់ដូចគ្នាឲ្យមិនរើសហ្នឹងអានេះប្រើបានតែមួយហ្វា3ហ្វាបាក់នេះអត់ទេគឺយើងយកភ្លើងតែមួយហ្វាមកយកមកភ្ជាប់នឹងនេះមកគឺយើងបានភ្លើងចេញមកយកមកចូលខ្ជុំណាខ្ជុំបោកខ្ជុំដកដូចគ្នាទៅយើងប្រើជាមួយពីមក3ហ្វាបានហើយអត់អីទេណាហ្នឹងគឺចំណុចដែលខ្ញុំបញ្យល់មានប៉ុណ្ណេះហើយចំពោះផ្នែកឌីណាម៉ូបងប្អូនអាចប្រើខ្សែពីនក៏បានសារគេហៅថាឈឿងប៉ូលីនេះញ៉ាម៉ាស៊ីនទល់
ฉะนั้นก็บ้านnhà tù nó chân chặt từ mắt ở nước xa đi chỉ xin lưng engine máu đi tiền đi nó mà sân chặt tôi nó mà tạm cả tập chất không hỏi ra mà sân tôi lọ nhưng mình có bạn và phải tiềnให้รถ vì mìnhสวัสดิ์ผิดจริงmà sân dân mình chỉ nhỏ ประมาณ tên mà là mồm thìพลึงให้มันเทะพลึงกินยังเปอร์ไซเปียนจะอาจจะในยังเปอร์ไซเปียนดักสายมวยสายปีหรือใบสายจะตั้งมาซึ่งไอ้มันยังจะสักใบจำปูดีละเมาจำปูมาสิ้นเพลิงดับกลางไซประกอบที่จะสักเคลียแต่ใบยังเราจับตัวใช่คือทำมาซึ่งมีสไลด์เคลียร์มีปากปอดเคลียร์ดีเมาเต้เนี่ยมาสิ้นได้คือยังรถตรังเต้ไอ้ล้อปลาเพลิงnhưng mìnhបញ្ហាអីណារត់ធូរល្អជាងចឹងប្រើខ្សែទៀនគាត់ថាវាប្រេងវាអស់ច្រើនជាងខ្សែទៀនបើសិនជាបងប្អូនប្រើខ្សែទៀនឧទាហរណ៍ថាយើងប្រើខ្សែទៀនផ្នែកម៉ាស៊ីនបើយើងស្មើខាងនេះក៏មកទឹកខាងនេះមកទឹកណាម៉ាស៊ីនក៏មកទឹកឌីណាម៉ូក៏មកទឹកអាហ្នឹងយើងរត់ស្មើគ្នាដូចយើងចាប់ត្រង់ជាមួយនឹងម៉ាស៊ីនដូចគ្នាអញ្ចឹងយើងគួរតែលើកទឹកចិត្តឲ្យយកម៉ាស៊ីនមកទល់គេវិញមករត់ល្អផងហ្នឹងពួកខ្ញុំកន្លងមកអាសាឃើញបងប្អូនប្រើខាងម៉ាស៊ីនមកតាក់ខាងឌីនមកក៏មកតាក់ដែរបើស្មើតែដែរយើងមិនចាប់ចេះវិញទៅវាមិនបំផាក់ខ្សែទៀនមួយទៀតបងប្អូនយកខាងនេះមកតាក់ពីរអានេះមកតាក់គាត់អាហ្នឹងម៉ាស៊ីនរត់មួយទេมันពីញាប់ប្រមាណទេនេះមកតាក់ពីនេះហើយណាមកតាក់គាត់នេះប្រើមួយនេះក៏បានដែរប៉ុន្តែនេះយើងសម្រាប់យើងប្រើអំពូលយើងអត់រត់ភ្លើងតាំងបងប្អូនប្រើខ្សែទៀនចុះតែថាបងប្អូនរត់ផ្នែកអំភ្លីដែលមានសំឡេងវ៉ាត់ធំគឺគួរយកល្អយើងប្រើចេះណាប្រើទល់ទៅមកល្អបាទសូមអរគុណហើយចំណុចបកស្រាយរបស់យើងខ្ញុំនៅក្នុងវីដេអូនេះគឺបកស្រាយចម្ងល់បងប្អូនដែលបានខមមិនសួរណាហើយបើថាមកច្បាស់ណាសូមបងប្អូនខមមិនសួរជាបន្តទៀតមកនៅក្នុងបងប្អូនចូលមើលនៅក្នុងវីដេអូខ្ញុំមុនគឺខ្ញុំបានបញ្យល់អំពីការចាប់វីដេអូជាក់ស្ដែងនឹងផ្ទាល់តែម្ដងណាក្នុងនោះគឺខ្ញុំបានធ្វើជាវីដេអូផ្ទាល់ជាមួយនឹងម៉ាស៊ីនបាទសូមអរគុណសូមជម្រាបលាហើយកុំភ្លេចជួយ Subscribe Channel ខ្ញុំបាទម្នាក់មួយផងណាដើម្បីឲ្យការលើកទឹកចិត្តបងប្អូនចូលមើល Channel របស់យើងខ្ញុំផ្ដល់ចំណេះជាច្រើនជូនបងប្អូនណាឲ្យ free តែម្ដងអរគុណជម្រាបលា